ធ្នូបុរាណចិនគឺជាអាវុធបុរាណដ៏ល្បីល្បាញមួយរបស់ចិនដែលអាចបាញ់ព្រួយបានច្រើនគ្រាប់ជាប់គ្នាដោយមិនចាំបាច់ទុកម្ដងមួយគ្រាប់មានប្រអប់ផ្ទុកព្រួយនៅពីលើដែលអាចផ្ទុកព្រួយតូចបានយ៉ាងច្រើនគ្រាន់តែទាញរំកិលទៅក្រោយរួចរុញទៅមុខវិញនោះខ្សែធ្នូនឹងទាញឡើងព្រួយធ្លាក់ចូលទីតាំងបាញ់រួចបាញ់ចេញដោយស្វ័យប្រវត្តិបាញ់បានលឿនបំផុតបង្កើតជាភ្លៀងព្រួយទៅលើសត្រូវងាយស្រួលប្រើសម្រាប់ទាហានគ្រប់កម្រិតតែវាក៏មានគុណវិបត្តិផងដែរបាញ់បានខ្សោយរយៈចម្ងាយខ្លីបើប្រៀបធៀបនឹងធ្នូផ្សេងទៀតវាត្រូវបានផ្សារភ្ជាប់ជាមួយទាហានចិនបុរាណដែលជាអ្នកប្រយុទ្ធយោធាក្នុងសម័យសាមកុកដែលគេជឿជាក់ថាបានកែលម្អវាត្រូវបានប្រើប្រាស់ជាចម្បងសម្រាប់ការការពារបន្ទាយនិងបាញ់ទៅលើកងទ័ពសត្រូវដ៏ច្រើន